And the ICC has no jurisdiction, no legitimacy, and no authority. The ICC claims near universal. មានបងប្អូនជាច្រើនបានយកចិត្តអារម្មណ៍រវាង ICJ និង ICC តាមពិតបងប្អូនខ្មែរគឺចង់ឲ្យកម្ពុជាប្តឹងប្រៃនឹងទៅ ICC មិនមែន ICJ ទេប្តឹង ICJ មិនដាទេដោយសារតែប្រៃនឹងមិនព្រមចូលខ្លួនតែបើការប្តឹងទៅ ICC គឺប្តឹងបានទោះបីជាប្តឹងតែមួយខាងក៏ដោយបើសិនជាកម្ពុជាប្តឹងពិតមែននោះកម្ពុជានឹងឈ្នះព្រោះតែប្រៃនឹងគឺពិតជាបានប្រព្រឹត្តទង្វើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិពិតមែនដែលបានបណ្ដេញប្រជាជនខ្មែរចំនួន 80000 នាក់ឲ្យចាកចេញពីផ្ទះសម្បែងនៃប្រៃនឹងគឺបានធ្វើខុសច្បាប់មាត្រាទី 7 របស់ ICC ខ្ញុំចង់បញ្ជាក់ឲ្យបងប្អូនបានដឹងច្បាស់ថាការប្តឹង ICC នេះគឺគេចាប់តែបុគ្គលទេមិនមែនប្រទេសទាំងមូលទេដូច្នេះប្រសិនបើយើងប្តឹងហើយឈ្នះនោះគេនឹងចាប់អនុទាននៅពេលដែលអនុទានចាកចេញពីប្រទេសថៃខ្ញុំសូមបញ្ជាក់ម្ដងទៀត ICJ គឺវាតាក់ទងទៅនឹងរឿងដែលមិនមានជាប់ពាក់ព័ន្ធជាមួយនឹងរឿងឧក្រិដ្ឋកម្មហើយច្បាប់វាគឺត្រូវតែប្រទេសទាំងពីរយកព្រមចូលខ្លួនទាំងពីរនាក់ទៅអាចដំណើរការរឿងក្តីបានបើ ICC ទៅវាតាក់ទងជាមួយនឹងរឿងឧក្រិដ្ឋកម្មឧទាហរណ៍បើសិនបុគ្គលណាបានប្រព្រឹត្តទង្វើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដូចជាប្រឡាយពូជសាសន៍ឬបង្ខំបណ្ដេញមនុស្សជាច្រើនឲ្យចាក់ចេញពីទឹកដីផ្ទះរបស់គេបែបនេះទៅវាតាក់ទងជាមួយនឹង ICC គេមានលក្ខខណ្ឌដូចជាទី1បុគ្គលដែលប្រព្រឹត្តទង្វើឧក្រិដ្ឋកម្មនោះតតែរស់នៅក្នុងប្រទេសដែលជាសមាជិករបស់ ICC ទី2ទោះបីជាបុគ្គលនឹងមិនរស់នៅក្នុងប្រទេសដែលជាសមាជិកក៏ដោយឲ្យតែប្រព្រឹត្តទង្វើឧក្រិដ្ឋកម្មទៅលើប្រទេសដែលជាសមាជិកនោះក៏ ICC គេនៅតែមានសិទ្ធិកាត់ទោសបានដែរប្រទេសប្រៃជិតខាងយ៉ាងនឹងមិនមែនជាសមាជិក ICC ទេប៉ុន្តែកម្ពុជាយើងគឺជាសមាជិក ICC ដូច្នេះយើងនៅតែមានសិទ្ធិប្តឹងបានកម្ពុជាដែលជាសមាជិក ICC គឺអាចបញ្ជូនរដ្ឋផុតតាំងទាំងអស់ទៅកាន់ប្រទេសអាជ្ញា ICC ដើម្បីបើកការស៊ើបអង្កេតដោយឯករាជ្យខ្ញុំសូមណែនាំឲ្យកម្ពុជាថតជាវីដេអូជនភៀសសក 80000 នាក់ຕົកជាភ័ស្តុតាងហើយត្រូវសម្ភាសជនភៀសសកខ្លះដើម្បីប្រមូលភ័ស្តុតាងຕົកដោយសួរថាតើផ្ទះសម្បែងស្ថិតនៅឯណាតើអ្នកណាគឺជាអ្នកបណ្ដេញចេញពីផ្ទះសម្បែងលាក់ប្រសិនបើកម្ពុជាបានប្រមូលរដ្ឋភ័ស្តុតាងដាក់ទៅឲ្យប្រទេសអាជ្ញា ICC រួចហើយប៉ុន្តែគេមិនព្រមបើកការស៊ើបអង្កេតឲ្យនោះកម្ពុជាចាំបាច់ត្រូវតែស្នើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីឲ្យពួកគេទៅបង្ខំប្រទេសអាជ្ញា ICC ឲ្យបើកការស៊ើបអង្កេតអនុទានអាចនឹងមានសុវត្ថិភាពក្នុងពេលឥឡូវនេះដោយសារតែគាត់នៅជានាយករដ្ឋមន្ត្រីប៉ុន្តែប្រវត្តិសាស្ត្រនឹងមិនភ្លេចអ្នកឯងទេប្រសិនបើមិនព្រមឲ្យដេញមកខ្មែរវិញឲ្យប្រជារាស្ត្រខ្មែរ 80000 នាក់បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញឆាប់នោះអ្នកឯងនឹងប្រឈមមុខជាមួយនឹងយុត្តិធម៌នៅពេលដែលអ្នកឯងចាក់ចេញពីតំណែងដូចខ្ញុំធ្លាប់បាននិយាយពីមុនអញ្ចឹងគន្លឹះដែលនាំឲ្យកម្ពុជាជោគជ័យគឺត្រូវតែផ្សព្វផ្សាយពីរឿងការពិតទាំងអស់ពីជនភៀសសកឲ្យអន្តរជាតិបានឃើញប្រសិនបើប្រៃនឹងគេយកព្រមដោះស្រាយជាមួយយើងតាមរយៈ JBC នោះខ្ញុំគិតថាយើងគួរតែផ្អាកក្នុងការប្តឹងនឹងសិនទៅ